bạn sẽ nhôm sâu này nằmពីរបៀបភ្ជាប់ GPS របស់យើងទៅជាមួយនឹង app ទូរស័ព្ទណាបាទអញ្ចឹងជាដំបូងបងប្អូនបញ្ចូលថ្មក្នុង GPS របស់យើងឲ្យមកបាទហើយបងប្អូនចុចប៊ូតុង GPS នេះជាប់ណាបាទស្គាល់ជាប់បាទពេលលោតបែបនេះបងប្អូនទុកមួយឡែកហើយបងប្អូន down យក app នេះណាបាទ Fantech នេះណាបាទដូចមាននៅក្នុង logo នេះបាទ down ហើយខ្ញុំ down ហើយក៏បើថាពេលវេលាណាបាទអញ្ចឹងបងប្អូនចុចបើកមកបាទតទៅទៀតបងប្អូនចុច agree បាទបន្តមកទៀតបងប្អូនចុចទៅលើការបង្កើត register ណាបាទយើងចុចទៅលើ register បាទចូលមកបង្កើត account ណានេះបងប្អូនដាក់លេខទូរស័ព្ទបងប្អូនចូលមកបាទដើម្បីភាពងាយស្រួលបាទនេះដាក់លេខទូរស័ព្ទចូលបាទបន្តមកទៀតបងប្អូនបង្កើត password ណាបាទបងប្អូនវាយតាមខ្ញុំក៏បានដែរបាទបងប្អូនកុំភ្លេច select មើលផងបាទកុំឲ្យភ្លេចណា password នេះបងប្អូនបើកមើលបាទយើងវាយអក្សរអង់គ្លេសពីក្រោយ2 3ពាក្យមកបាទខាងក្រៅមួយទៀតបាទដើម្បីបញ្ជាក់បងប្អូនវាយដូចគ្នាណាជាមួយនឹង password ទី1របស់យើងបាទបងប្អូនបើកមកដើម្បីឲ្យបញ្ជាក់ថាច្បាស់ទៅឬអត់ចឹងបងប្អូនណាបាទចឹងបងប្អូនកុំភ្លេច screenshot ទុកផងបាទscreenshot ទុកមកបាទតាមទៀតបាទបងប្អូនបញ្ជាក់បាទ password ទី1ទី2ឲ្យដូចគ្នាត្រឹមត្រូវគ្នាណាបាទបន្តមកទៀតបងប្អូនចុច policy នេះណាចុច click បាទបន្តទៀតបងប្អូនចុច register បាទនេះជោគជ័យណាអញ្ចឹងបងប្អូនយកលេខទូរស័ព្ទហើយនឹង password ដែលយើងបង្កើតមិញហ្នឹងយកមកបំពេញនៅកន្លងទី1មកបាទលេខទូរស័ព្ទដដែលណាបាទតមកទៀតបាទបងប្អូនចុច password ដែលយើងបានបង្កើតមុនហ្នឹងបាទបងប្អូនមើលម្ដងទៀតឲ្យបានត្រឹមត្រូវបាទបន្តទៀតបងប្អូនមើលសញ្ញា click policy នេះណាបាទបងប្អូនចុច click ហើយបងប្អូនចុច log in ណាបាទពេលទៅចេញតម្រងបែបនេះបងប្អូនកុំភ្លេចណាបាទកុំភ្លេចបើក Bluetooth ឲ្យផងខ្ញុំបញ្ជាក់ណាបាទបងប្អូនបើក Bluetooth ណាបាទកុំភ្លេចបើក Bluetooth ឲ្យផងមុននឹងបង្កើត app នេះណាបាទមុននឹងបង្កើត app បងប្អូនបើកអ៊ីនធឺណិតឬក៏ Wi-Fi ឬក៏ Bluetooth ឲ្យអស់សិនណាបាទនៅពេលដែលចេញតម្រងបែបនេះបងប្អូនយកចុចខាងលើនេះមកបាទទៅចុចអនុញ្ញាតបាទបន្តមកទៀតបងប្អូនចុចសញ្ញា Bluetooth នេះណាបាទដើម្បី connect បាទអញ្ចឹងនៅពេលដែលចេញតម្រងបែបនេះបាទនេះជា GPS របស់យើងបាទដែលយើងបើកនេះណាបាទអញ្ចឹងបងប្អូន select យក GPS មួយហ្នឹងមកបាទដែលយើងបានបើកសម្រាប់ភ្ជាប់ជាមួយនឹងទូរស័ព្ទនេះណាបាទយើង select មកបែបនេះគឺរួចរាល់បាទឃើញsuccess ហើយជោគជ័យហើយអញ្ចឹងបងប្អូនកំណត់ទៅថា GPS នេះគឺបងប្អូនដាក់ទៅលើឡានម៉ូតូកង់បាទឬក៏សត្វចិញ្ចឹមអីចឹងណាបាទសោបាទបងប្អូនកំណត់មកឧទាហរណ៍ថាឥឡូវខ្ញុំដាក់ទៅលើឡានបាទខ្ញុំ select ទៅលើឡានណាបាទឬម៉ូតូក៏បានណាបាទខ្ញុំ select ទៅលើម៉ូតូមកបាទហើយឈ្មោះបាទបងប្អូនចង់ដាក់ឈ្មោះអីក៏បានណាបាទយើងដូរដាក់ឈ្មោះមកបាទម៉ូតូឬឡានមកណាបាទដាក់ម៉ូតូចឹងមកបាទម៉ូតូបាទព្រោះ GPS ខ្ញុំដាក់ភ្ជាប់ជាមួយនឹងម៉ូតូណាបាទអញ្ចឹងបងប្អូនអាចធ្វើការផ្លាស់ប្ដូរបានជាទម្រង់ណាបាទបងប្អូនអាចផ្លាស់ប្ដូរជាទម្រង់របស់ Google Map បានណាបាទអញ្ចឹងនេះជាទម្រង់ណាបាទគឺមិញនេះគឺខ្ញុំច្រឡំចុចចេញអញ្ចឹងវាទៅជារូបរបបលុយតែប៉ុតខ្ញុំត្រូវ select OK ណាប៉ុន្តែខ្ញុំចុចថយក្រោយទៅក៏វាភ្ជាប់អូតូទៅនឹងរបបលុយបាទអញ្ចឹងបងប្អូនអាចselect បានតាមអ្វីដែលបងប្អូនចង់ណាបាទនឹងម៉ូតូឡានឈ្មោះបាទហើយបងប្អូនចុច OK ណាចុច select បាទតែខ្ញុំចុចថយក្រោយមិញអញ្ចឹងវាជាប់អូតូទៅលើរបបលុយណាបាទអរគុណច្រើន